ពុកទី2នីតិបុគ្គលផ្នែកទី1បទបញ្ញត្តិទូទៅកថាភាគទី1និយមន័យប្រភេទនិងគោលការណ៍នៃការបង្កើតមាត្រា46និយមន័យប្រភេទនិងគោលការណ៍នៃការបង្កើតនីតិបុគ្គល1នៅក្នុងក្រុមនេះក្រុមដែលមានសមាជិកហើយត្រូវបានប្រគល់នៅឋានៈជាប្រធាននិស្សិតនិងកាតព្វកិច្ចដោយឯករាជ្យហៅថានីតិបុគ្គលសាជីវកម្មចំណែកឯទ្រព្យសម្បត្តិវិភាគទានដែលត្រូវបានប្រគល់នៅឋានៈជាប្រធាននិស្សិតនិងកាតព្វកិច្ចដោយឯករាជ្យហៅថានីតិបុគ្គលមូលនិធិ2នៅក្នុងក្រុមនេះនីតិបុគ្គលដែលគ្មានគោលបំណងទាញយកចំណេញហៅថានីតិបុគ្គលមិនយកចំណេញចំណែកឯនីតិបុគ្គលដែលទាញយកចំណេញហៅថានីតិបុគ្គលយកចំណេញនៅក្នុងចំណោមនីតិបុគ្គលមិនយកចំណេញនីតិបុគ្គលដែលមានគោលបំណងពិសេសដើម្បីបម្រើប្រយោជន៍សាធារណៈហៅថានីតិបុគ្គលបម្រើប្រយោជន៍សាធារណៈ3នៅក្នុងក្រុមនេះនីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុសត្រូវនៅកាតព្វកិច្ចរបស់នីតិបុគ្គលតាមកម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានធ្វើវិភាគទានហៅថានីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិតចំណែកនីតិបុគ្គលសាជីវកម្មដែលសមាជិកទទួលខុសត្រូវនៅកាតព្វកិច្ចរបស់នីតិបុគ្គលដោយយកទ្រព្យសម្បត្តិទូទៅរបស់ខ្លួនហៅថានីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត4នីតិបុគ្គលមិនអាចធ្វើជាសមាជិកដែលទទួលខុសត្រូវគ្មានកម្រិតរបស់នីតិបុគ្គលសាជីវកម្មផ្សេងទៀតបានឡើយ5នីតិបុគ្គលមិនយកចំណេញអាចបង្កើតឡើងតាមក្រមនេះឬបទបញ្ញត្តិកតញ្ញុត្តផ្សេងទៀតបាន6នីតិបុគ្គលទាញយកចំណេញអាចបង្កើតឡើងបានដោយយោងទៅតាមបទបញ្ញត្តិនៃច្បាប់ផ្សេង